បាទនេះគឺជាទេសភាពរមណីយដ្ឋានចំការក្រូចដែលមានទីតាំងស្ថិតនៅភូមិកោះខ្ទុំឃុំជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបងប្អូនណាទីកន្លែងដែលទៅតែមកពេលនេះវាច្រើនខែដែរហើយប៉ុន្តែយើងគិតថាបង្កើតក្រោយគេនៅតំបន់ទឹកធ្លាក់ថ្មក្រាលណាបងប្អូនណាក៏ប៉ុន្តែបងប្អូនមើលណាពេលយប់គឺស្អាតមែនទែនបងប្អូនគឺថាទេសភាពមើលទៅគួរជាទីរីករាយយ៉ាងក្រៃលែងតែម្ដងបាទសម្រាប់ដែលបងប្អូនមានបំណងចង់មកកំសាន្តសប្បាយលំហែអារម្មណ៍កាត់ stress អីចឹងណាបងប្អូនអាចមកលេងនៅសួនកំសាន្តចំការក្រូចបាទគឺនៅក្នុងតំបន់ទឹកធ្លាក់ថ្មក្រាលណាបងប្អូនណាបាទបងប្អូនមកលេងកន្លែងហ្នឹងមកខ្ញុំធានាថាមិនអោយបងប្អូនខកបំណងឡើយបងប្អូនណាបាទបងប្អូនមើលចោះនេះពេលយប់ហ្នឹងបងប្អូនណាខ្ទង់ប្រហែលជាម៉ោង 9:10 បាទហើយមើលបន្ទប់ទឹកអូអែមមែនតើបងប្អូនណាអែមបាទឥឡូវនេះពួកខ្ញុំបានមកលេងនៅចំការក្រូចនេះគឺថាមានការទទួលរាក់ទាក់ពីបងមេការណាបងប្អូនណាបាទគាត់រួសរាយរាក់ទាក់ណាបងប្អូនហើយបាទគាត់អាចញ៉ាំងឲ្យបងប្អូនកាន់តែសប្បាយរីករាយបានបាទគឺមិនឲ្យបងប្អូនខកបំណងទេបងប្អូនមកលេងមកហើយផ្លូវមកលេងទឹកធ្លាក់ថ្មក្រាលរបស់យើងក៏កំពុងតែកសាងឥតឈប់ឈរទេបងប្អូនណាសាងសង់ឥតឈប់ឈរទេតែអត់ពិបាកទេបងប្អូនគឺស្រួលហើយចិត្តចាក់កស៊ូហើយគឺរឹតតែធ្វើឲ្យបងប្អូននៅទីចិត្តទីឆ្ងាយជាពិសេសបងប្អូនដែលមានបំណងចង់មកដើរលេងកម្សាន្តនៅតាមព្រៃភ្នំអីមកបងប្អូនណាបាទគឺមិនឲ្យបងប្អូនខកបំណងទេហើយពេលចាក់កស៊ូហើយគឺរឹតតែស្រួលទៀតណាបងប្អូនបាទគឺរឹតតែស្រួលហើយទៅចោះបងប្អូនណាភ្លើងពេញព្រៀបតែម្ដងបាទមានភ្លើងពណ៌គ្រប់ទីកន្លែងមានបន្ទប់ទឹកស្អាតហើយខាងនោះអូបងប្អូនណាអូទឹកហូរបាទទឹកហូរមិនចេះហត់បាទគឺទឹកថ្លាយងតែម្ដងបាទគាត់សម្អាតសំបីតែទឹកអូដែលយើងលេងកំសាន្តហ្នឹងក៏គាត់សម្អាតឲ្យយើងដែរគឺថាមិនបាច់ភ័យថាអូខ្លាចនេះខ្លាចនោះអីទេគឺគាត់មើលការខុសត្រូវក្នុងតំបន់របស់គាត់យ៉ាងល្អតែម្ដងបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនតែងតែតាមដានទស្សនាគឺខ្ញុំមានអ្វីប្លែកក្នុងទឹកដីស្រុកទឹកផុសហ្នឹងគឺខ្ញុំតែងតែចែកជូនបងប្អូនទស្សនាបន្តអញ្ចឹងហើយបងប្អូនអញ្ចឹងបងប្អូនអាចមកលេងបានណាបងប្អូនទីតាំងគេនេះធំទូលំទូលាយណាស់បាទនៅទីហ្នឹងគេហៅថាចំការក្រូចបងប្អូនស្ថិតនៅក្នុងភូមិកោះខ្ទុំឃុំជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនៅក្នុងតំបន់ទឹកធ្លាក់ថ្មក្រាលនឹងតែម្ដងបងប្អូននឹងពេលយប់បងប្អូនដល់ពេលថ្ងៃវិញខាងនោះទឹកតែភ្នំបងប្អូនភ្នំពាត់ជុំវិញយើងទៅស្អាតទាំងអស់បាទស្អាតទាំងអស់បាទសូមអរគុណបាទសូមជម្រាបលា